នេះឆាត្រឡាចជាមួយនឹងសាច់ជ្រូកកញ្ច្រាំដាក់ខ្ទឹមលីងឲ្យឈ្ងុយហើយចាប់ផ្ដើមដាក់សាច់ជ្រូកដែលយើងបានកិនហើយហ្នឹងបងប្អូនចាយើងប្រើជាមួយនឹងរូបមន្តទឹកសុសឆាប្រៃផ្អែមបងប្អូនចាយើងធ្វើការឆាសាច់យើងនឹងខ្ទឹមហ្នឹងឲ្យវាឆ្អិនល្អហើយមកយើងចាប់ផ្ដើមប្រើជាមួយនឹងទឹកសុសឲ្យបងប្អូនចំពោះឆាត្រឡាចសាច់ជ្រូកកញ្ច្រាំនេះដែរគឺខ្ញុំប្រើទឹកសុសហ្នឹងចំនួន6វែកណាបងប្អូនចាមានជាមួយនឹងរូបមន្តទឹកសុសឬក៏មានទឹកសុសឆាប្រៃផ្អែមនៅផ្ទះគឺយើងមិនចាំបាច់ផ្សំគ្រឿងញ៉ៃញ៉ៃចិត្តចប់អីទេបងប្អូនចាយើងធ្វើការដួសដាក់មកតាមចំណូលចិត្តរបស់យើងចង់បានប្រៃផ្អែមខ្លាំងយើងដាក់តាមនឹងអញ្ចឹងណាបងប្អូនចំពោះខ្ញុំវិញសាច់ជ្រូកប៉ុណ្នេះគឺខ្ញុំប្រើជាមួយនឹងទឹកសុសហ្នឹងចំនួន6វែកដោយសារខ្ញុំនៅចាក់តឡាចូលទៀតណាបងប្អូនចាចំពោះបងប្អូនធ្វើការតាមហាងឬក៏បងប្អូនធ្វើគ្រឿងក្លែមលក់ឬក៏បងប្អូនស្ត្រីមេផ្ទះដែលត្រូវការចម្អិនម្ហូបងាយស្រួលលឿនឆ្ងាញ់ចាំដៃមិនបាច់ផ្សំគ្រឿងជិបចប់ញ៉ៃញ៉ៃច្រើនណាបងប្អូនចាគឺយើងប្រើជាមួយនឹងរូបមន្តទឹកសុសឆាប្រៃផ្អែមធ្វើម្ហូបបានច្រើនមុខបងប្អូនបានជាង100មុខពីយើងច្បល់តឡាយសពហើយចាប់ផ្ដើមចាក់ជាមួយនឹងពងទាឆាពី3ត្រឡប់ទៀតមកបងប្អូនទាំងអស់គ្នាចាជាចុងក្រោយយើងចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកខ្ទឹមដែលយើងហាន់ល្អិតៗហ្នឹងមកបងប្អូនចាយើងឆាជាមួយនឹងរូបមន្តទឹកសុសឆាប្រៃផ្អែមយើងធ្វើម្ហូបលឿនណាបងប្អូនតែប្រហែលនាទីគឺឆ្អិនរួចរាល់ចាចំណេញពេលវេលាលឿនរហ័សឆ្ងាញ់កុំភ្លេចទឹកសុសឆាប្រៃផ្អែមបងប្អូន